បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញតិចនិចខ្លះក្នុងការបើករូបភាពយកមកប្រើពិសេសសម្រាប់បងប្អូនថ្មីដែលទើបតែចាប់ផ្ដើមរៀនកម្មវិធី Photoshop ហ្នឹងជាការបងប្អូនអត់ដឹងដល់ពេលដែលយើងបើករូបភាពច្រើនបែបហ្នឹងទៅវាអាចថាជាលក្ខណៈញញ៉ៃមួយដែរណាពេលដែលបងប្អូនបើកអញ្ចឹងបងប្អូនគាត់ធ្លាប់ចេះប្រើយូរហើយអត់អីណាគាត់អាចដឹងតែបងប្អូនថ្មីពិបាកជួនកាលរូប3 4ផ្ទាំងជាន់ហ្នឹងអញ្ចឹងមិនដឹងធ្វើម៉េចណាអញ្ចឹងវិធីទី1បងប្អូនអាចបរួមបានណាមិនបរួមរូបឲ្យតូចគឺយើងซูមអ៊ីនซูមអៅឲ្យវារៀងតូចបន្តិចមកដើម្បីយើងងាយស្រួលមើលក្នុងការប្រៀបធៀបណាអញ្ចឹងដើម្បីបងប្អូនបរួមឲ្យរៀងឲ្យតូចណាซูមវាតូចណាគេហៅថា minimum នេះវាមាន minimum និង maximum ណាអញ្ចឹងបងប្អូនចុច control L ឲ្យជាប់ណាហើយចុចលេខដកណានៅលើ keyboard ចុច control L ពីរហ្នឹងចុចឲ្យជាប់ចុចតម្រាំ holding យើងហៅវា holding ណាហើយចុចលេខដកទៅគឺវារួមតូចហើយបើចង់ធំយើងចុចលេខដកណាចុចមកខឹកមកវារីករួមតាមហ្នឹងអូបងប្អូនយកប៉ុណ្នេះណាអូខេមួយដូចគ្នារូបប្រាសាទអង្គរវត្តយើងចុច Alt Control ជាប់មកយើងចុចលេខដកណាគឺវារួមតូចដូចគ្នាណាអានេះដូចគ្នារូបទេសភាពនេះរួមតូចណាអញ្ចឹងបងប្អូនបានរូប4ផ្ទាំងនេះណាបានរូប4ផ្ទាំងហ្នឹងគឺវាពេញហ្មងបងប្អូនមើលទៅវារាងតូចមែនប៉ុន្តែវាបង្ហាញទាំងអស់ស្រួលបងប្អូនមើលអញ្ចឹងបងប្អូនអាចបើករូបមួយទៀតថែមក៏បាននេះរូបតាព្រំនេះមកបាទបងចាប់ទាញបើជាប់ហ្នឹងបងទាញអញ្ចឹងមកណាហើយរូបនេះបងប្អូនអាចបំលាស់ទីណាចង់ដាក់ទីតាំងណាបងប្អូនចុចកន្លែងនេះចុចអាននៅលើមិននុយបាហ្នឹងកន្លែងហ្នឹងវាមានឈ្មោះពេលដែលយើងវាយឈ្មោះអីគឺវាឈ្មោះ rename អញ្ចឹងវាចេញនៅលើនឹងឯងអានេះដាក់អង្គរវត្តណាអង្គរវត្តផលហើយតែវារូបតាព្រំនេះបាទនេះដូចគ្នាណាចឹងបងប្អូនចុច Alt ចុច control មក Alt control លេខដកណាអូនេះយើងអាចបើកបានក្នុងកម្មវិធី Photoshop យើងអាចបើករូបបានច្រើន4 10 20 30 40ទៅតាមប្រភេទកុំព្យូទ័រដែលមានទំហំធំតូចណាប៉ុន្តែបើកច្រើនអញ្ចឹងសម្រាប់ដល់បងប្អូនដែលទាក់ទងនឹងការធ្វើសៀតយករូបថតការរូបអីអញ្ចឹងគេបើកម្ដងមក folder ណា4 10 20រូបយកមកហើយគេកែទៅតាមលំដាប់លំដោយណាកែហើយ save យកឬក៏គេមាន plugin ឬក៏គេចង macro វាងាយស្រួលបើកម្ដងគឺទៅទាំងអស់ហ្មងអញ្ចឹងណាប៉ុន្តែសម្រាប់យើងអ្នក design ធម្មតាយើងបើកពី3ផ្ទាំងបានគាត់យើងប្រៀបធៀបណារូបបែបហ្នឹងអញ្ចឹងបងប្អូនគាត់ថាយើងចង់បានតែមួយផ្ទាំងឯងចង់បានមកតែមួយផ្ទាំងសិនមកដើម្បីមកធ្វើសេរីពលឺថែមថយដាក់មិនថែមទៀតណា logo អីចឹងទៅអញ្ចឹងបងប្អូនមិនបាច់បិទទេអានេះបើយើងចុចខ្វែងទៅបងប្អូនចុចខ្វែងទៅគឺវាបិទអាហ្នឹងបានវាលុបទៅបាត់ណាអញ្ចឹងខ្ញុំមានវិធីមួយដើម្បីកុំឲ្យបងប្អូនបាច់លុបបងប្អូនចុចអានេះគេដាក់ថាminimum ហើយនិង maximum គឺវាបងប្អូនចុចកន្លែងនេះចុចលេខដកហ្នឹងមកឃើញវាទៅបាត់ហើយដូចគ្នាណាទៅបាត់ណាទៅបាត់ប៉ុន្តែមិនមែនលុបមិនលុបអីហ្នឹងគាត់និយាយចឹងណាអញ្ចឹងយើងសល់តែរូបមួយនេះមួយនេះណាខ្ញុំមិនអាចធ្វើទៅកែកុនសេរីសរងអីតាមទៅណាតាមអ្វីដែលបងប្អូនពេញចិត្តណានេះ logo មកថាមានអក្សរអីចឹងទៅដាក់មកនេះមកសំចឹងទៅឬក៏លុបចោលអ៊ំមកបងប្អូនរៀបចំរូបភាពមួយនឹងសេរីអីត្រឹមត្រូវហើយបងប្អូនចង់បើករូបផ្សេងទៀតមកអញ្ចឹងទៅយកមកអញ្ចឹងបងប្អូនចុច control ជាប់ណាលើ keyboard ចុច control ចុច tab ណាចុច control ចុច tab មួយមកនេះវាលោតមកវិញណាអារូបដែលយើងបិទមិញចុចមួយទៀតមកគឺវាលោតមកណាអញ្ចឹងរូបវាលោតមកទាំងអស់ប្រហែលរូបមិញទាំងអស់5ផ្ទាំងអញ្ចឹងយើងបើកមកគឺយើងចុចមកគឺវាលោតមកទាំងអស់ណាគឺចុច control tab អញ្ចឹងបងខ្ញុំយកមកវាមកពេញឲ្យមកពេញវិញណាពេញដូចរូបនេះអញ្ចឹងដើម្បីមកពេញដូចរូបដើមវិញបងប្អូនម៉ៅស្ដាំមកយកនេះបងប្អូនត្រូវយកម៉ៅមកឈរនៅលើនេះ zoom នេះកន្លែងបាតដៃនេះណាកន្លែងបាតដៃនេះឬក៏
tool zoom នេះក៏បានដែរចុចនៅនឹងមុនម៉ៅស្ដាំម៉ៅស្ដាំទៅលើរូបសត្វអង្គរវត្តហ្នឹងហើយបងប្អូននឹងឃើញ message ឲ្យមកមាន3ពាក្យអញ្ចឹងបងប្អូនយកខាងលើគេណា fit on screen ណាយកហ្នឹងមកនេះឃើញទេធំវិញនេះដូចគ្នា on screen នេះទាញវិញនេះមក fit on screen បងឃើញទេអញ្ចឹងវាពេញវិញហើយមានអីណាហ្នឹងតែចង់ហើយមួយទៀតបងប្អូនអាចរៀបរួមបានយើងចុច control លេខដកណា control លេខដកតែវារួមតិចបងប្អូនណាវារួមតែរូបហ្នឹងទេបានវា zoom in zoom out ចូលប៉ុន្តែអារូបនេះនៅដដែលអាទំហំกระดาษហ្នឹងណាវាអត់ទៅទាំងអស់ទេតែបើយើងចុច control Alt គឺវាទៅទាំងព្រមនេះបងណាមិនត្រូវសម្គាល់ណាចុច control ហើយ Alt លេខដកហ្នឹងគឺវាទៅទាំងព្រមចេះតែបើយើងចុចតែ control លេខដកវាទៅអញ្ចេះវិញនេះបងណាបងយល់ទេគឺវាទៅអញ្ចេះវិញណាហើយអញ្ចឹងវាមានអត្ថប្រយោជន៍មិនបងប្អូនអាចចុចអានេះណាកន្លែង maximum ចុចវាមកនេះអញ្ចឹងរូបហ្នឹងដើម្បីងាយស្រួលក្នុងការកែបងប្អូនអាច zoom in zoom out ប្រៀបរួមមកដើម្បីមើលរូបហ្នឹងមានការខ្វះចន្លោះឬចង់បន្ថែមថយកន្លែងណាយើង zoom មើលអស់ចឹងមកហើយដើម្បីបងប្អូនរំកិលបានមកចុច space ជាប់ទាញណាទាញអញ្ចឹងណាទាញអញ្ចឹងឬក៏យកបាត់អីមកទាញយើងក៏បានដែរអានោះបើសិនវាឈរតែបើសិនលើ tool អីផ្សេងឧបមាថាម៉ៅវាឈរនៅលើ tool ឧបករណ៍ណាមួយផ្សេងបងប្អូនចុច space មកគឺវាលោតបាត់ដៃណាចុច space វាលោតបាត់ដៃប៉ុន្តែបើសិនយកបាត់ដៃនេះមកយើងគាត់ឲ្យចុចឲ្យចាប់ទាញមកបានដែរណាប៉ុន្តែបើ tool ឈរម៉ៅយើង tool ឈរនៅលើ tool ឧបករណ៍ណាមួយផ្សេងពីបាត់ដៃហ្នឹងគឺយើងបងប្អូនត្រូវប្រើ space ចុច space ជាប់ទាញទេណាអញ្ចឹងវាធំមកនេះពេញអញ្ចឹងដើម្បីវាតូចទៅវិញបងប្អូនចុចនេះចុចនេះវិញមកឃើញទេហើយចុច Alt control Alt បោកដកមកវា zoom in zoom out ឲ្យយើងវិញហើយប៉ុន្តែរូបមើលវារក្សាទំហំដដែលវាមានប្រែប្រួលវាគាត់តែប្រៀបរួមដើម្បីយើងមើលរូបភាពហ្នឹងទេហ្នឹងហើយអានោះតិចនិចអញ្ចឹងបងប្អូនហើយនេះអានោះទៅមុខទៅក្រោយបងប្អូនចុច control tab នេះវាមកនេះវាមកមុខ control tab មកវាលោតវារួមមកទាំងអស់ហើយឃើញទេឡើយមកថាមុនធ្វើនេះធ្វើរូបទៅព្រំនឹងសរីសរងឬក៏ថែមថយ logo មកធ្វើចប់ហើយណាយើងសេវអូខេហើយអញ្ចឹងយើងចុច tab មក tab នៅលើនេះណាឬក៏យកម៉ៅមកចុចនៅលើរូបហ្នឹងក៏បានគឺចុចទៅវាលោតមកហើយតែបងប្អូនអត់ចង់ចុចមកចុច control tab មកវាលោតមកឃើញទេឡើយមកកែកត់រួចហើយយើងចុចបិទមកចុចខ្វែងមកចុចខ្វែងទៅយក no តែបងប្អូនចង់ save យក yes តែបើអត់ទេ no ឃើញទេអញ្ចឹងតិចនិចហ្នឹងមានប៉ុណ្ណឹងបងអាចមានតែហើយបងប្អូនចង់បំលាស់ទីរូបភាពនេះបងចុចនេះចុចជាប់មកណាយើងមកចង់មើលពីខាងនេះឲ្យច្បាស់អញ្ចឹងទៅណាក៏របៀបនៃការប្រើប្រាស់ហ្នឹងហើយយើងអាចចុច Alt ហើយណារៀបរួមយើងដើម្បីមើលរូបណាបាទដូចគ្នាហ្នឹងហើយអញ្ចឹងតិចនិចមានប៉ុណ្ណឹងបងប្អូនបាទសូមអរគុណ